ថ្ងៃទី3មេសារដ្ឋបាលអាមេរិករបស់លោក Donald Trump បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ 49% ដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកចំនួន 97% ជាមួយនឹងការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិកពេលនេះកម្ពុជាជាប្រទេសដែលរងការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ានតាមការប្រកាសរបស់រដ្ឋបាលលោក Trump ការដំឡើងពន្ធ 49% សម្រាប់ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកនឹងចាប់ចូលជាធរមាននៅក្នុងសប្តាហ៍ក្រោយប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសក្នុងថ្ងៃទី2មេសាពីការដាក់ពន្ធទៅវិញទៅមកឬហៅជាភាសាអង់គ្លេស Reciprocal Tariff លើទំនិញនាំចូលពីប្រទេសចំនួន60លើលោកក្នុងនោះទំនិញរបស់កម្ពុជាត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធពី 14% ទៅដល់ 49% ក្នុងចំណោមបណ្ដាប្រទេសអាស៊ានកម្ពុជាបានក្លាយទៅជាប្រទេសរងការដាក់ពន្ធខ្ពស់ជាងគេបំផុតពីរដ្ឋបាលលោក Donald Trump ខណៈឡាវរងការដាក់ពន្ធចំនួន 48% វៀតណាមចំនួន 46% និងភូមាចំនួន 44%តាមការប្រកាសរបស់រដ្ឋបាលលោក Trump ការដំឡើងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកដ៏សម្បើមនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធទី9មេសាតទៅទោះយ៉ាងណានឹងបើតាមលក្ខខណ្ឌពាណិជ្ជកម្មបណ្ដាប្រទេសទាំង60ក្នុងនោះកម្ពុជាមួយផងអាចចូលតុចរចាជាមួយសហរដ្ឋអាមេរិករហូតដល់ថ្ងៃចូលជាធរមាននៃការដំឡើងពន្ធថ្មីនេះការប្រកាសដំឡើងពន្ធ 49% លើទំនិញកម្ពុជានាំចូលអាមេរិកនេះត្រូវបានប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាលោក Bennett បារម្ភថាគឺអាចបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចនៅកម្ពុជាការបាត់បង់ការងាររាប់សែនការងារនាំឲ្យមានអស្ថិរភាពសង្គមនិងមានលំហូរចេញមូលធនឆាប់រហ័សគូបញ្ជាក់ថា 40% នៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកគឺស្មើនឹង 27% នៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជាលោក Bennett យល់ថាការដែលសហរដ្ឋអាមេរិកដំឡើងពន្ធយ៉ាងសម្បើមលើទំនិញកម្ពុជាដោយសារតែកម្ពុជាស្ថិតក្នុងលំដាប់ទី18ក្នុងលោកដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកម្យ៉ាងទៀតនិងបើតាមប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជារូបនេះដដែលគឺមកពីសហរដ្ឋអាមេរិកសម្លឹងឃើញអត្រាពន្ធនិងរបាំងពាណិជ្ជកម្មកម្ពុជាកម្រិតខ្ពស់និងមិនស្មើភាពក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅសេតវិមានបានបង្ហើបប្រាប់អ្នកកាសែត Nikkei Asia ថាមូលហេតុនៃការដំឡើងពន្ធលើទំនិញកម្ពុជាដ៏ច្រើនសម្បើមបែបនេះគឺដោយសារតែកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដ៏សំខាន់បំផុតរបស់ចិនដើម្បីកិច្ចពន្ធពីសហរដ្ឋអាមេរិកប្រឈមនឹងការដំឡើងពន្ធពីអាមេរិកពេលនេះរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោកហេងសួរបានប្រកាសភ្លាមៗថាកម្ពុជាអាចមានផលប៉ះពាល់ខ្លះតែអាចគ្រប់គ្រងបានតាមលោកហេងសួរការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះជាការដំឡើងនៅទូទាំងពិភពលោកដោយអាស្រ័យលើជញ្ជីងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសពាក់ព័ន្ធនីមួយៗពលមិនមែនជាការដំឡើងដោយសារកត្តានយោបាយឬដោយសារតែពួកក្រុមប្រឆាំងអំពាវនាវឲ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជានោះទេគួរដឹងដែរថាសហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតមួយសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាចាប់ពីឆ្នាំ2020ដល់ឆ្នាំ2024កម្ពុជាសម្រេចពាណិជ្ជកម្មជាមួយអាមេរិកសរុបប្រមាណ $42,011 លានក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកប្រមាណ $4,587 លានខណៈនាំចូលមកវិញប្រមាណជា $1,421 លាននេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជានឹងថាក្នុងរយៈពេល3ខែដើមឆ្នាំ2025នេះសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញទំនិញកម្ពុជាលំដាប់ទី1នឹងថាកម្ពុជាមានផលិតផលសំខាន់ដែលនាំចេញទៅសហរដ្ឋអាមេរិកដូចជាសម្លៀកបំពាក់វិញ្ញាណភ័ណ្ឌផលិតផលកៅស៊ូគ្រឿងចក្រឧបករណ៍អគ្គិសនីផលិតផលស្បែកជើងគុជឧបករណ៍អគ្គិសនីវត្ថុធ្វើពីដែកឡាក់និងឡាក់ដោយឡែករបាយការណ៍ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបង្ហាញថាក្នុងឆ្នាំ2024កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ចំនួន $12.8 ប៊ីលានខណៈកម្ពុជាវិញនាំចូលទំនិញពីសហរដ្ឋអាមេរិកចំនួនត្រឹមតែ $0.3 ប៊ីលានប៉ុណ្ណោះ